ព្រឹកថ្ងៃទី31ខែមករាឆ្នាំ2026នេះឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងលោកជំទាវបានអញ្ជើញដឹកនាំសហការីចុះពិនិត្យមើលចំការបន្លែពេញប៉ោះផលិតកម្មផ្លែត្រសក់ផ្អែមដាំក្នុងកសិដ្ឋានកំពង់លពៅដែលមានទីតាំងស្ថិតក្នុងភូមិរស្មីសង្ហាឃុំរស្មីសង្ហានិងចំការផ្លែមៀនបៃលិនស្ថិតក្នុងភូមិជីសាងឃុំត្រែងស្រុករតនមណ្ឌលខេត្តបាត់ដំបងបញ្ជាក់ផងដែរក្នុងខេត្តបាត់ដំបងក៏មានសកម្មភាពការដាំផ្លែត្រសក់ផ្អែមនេះដែរត្រូវបានដាំក្នុងផ្ទះសំណាញ់លើផ្ទៃដីសរុប10ហិកតាមានផ្ទះសំណាញ់100ខ្នងក្នុងនោះរបស់ម្ចាស់កសិដ្ឋានចំនួន50ខ្នងនិងរបស់កសិករដៃគូចំនួន50ខ្នងក្នុងដំណើរអញ្ជើញចុះពិនិត្យមើលកសិផលខាងលើនេះដែរឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងលោកជំទាវនិងសហការីបានបន្តចុះពិនិត្យមើលការប្រមូលផលផ្លែមៀនបៃលិនដែលត្រូវបានដាំដុះលើផ្ទៃដី80ហិកតាដែលកំពុងប្រមូលផល15000ដើមឯកឧត្តមសុកលូអភិបាលខេត្តបានគាំទ្រនិងជំរុញកសិកម្មក្នុងស្រុកនិងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋប្រជាកសិករឲ្យបង្កើនការវិនិយោគពង្រីកការដាំដុះបន្លែផ្លែឈើទៅតាមបណ្ដាស្រុកផ្សេងៗទៀតឲ្យបានច្រើនក្នុងការបង្កើនការដាំបន្លែផ្លែឈើទាំងក្នុងរោងនិងក្រៅរោងផ្ទះសំណាញ់ព្រមទាំងខិតខំចិញ្ចឹមសត្វដែលកំពុងទទួលបានភាពជោគជ័យជាផ្នែកមួយជួយលើកកម្ពស់មុខមាត់ស្រុកនិងខេត្តផងព្រមទាំងសម្រាប់គុតផ្គង់ទីផ្សារក្នុងស្រុកនិងដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាងចុះពិនិត្យជាក់ស្ដែងនៅទីតាំងដាំដុះបន្លែផ្លែឈើផលិតផលកសិកម្មធំៗក្នុងស្រុកជាពិសេសខេត្តបាត់ដំបងឯកឧត្តមសុកលូអភិបាលខេត្តបានមានប្រសាសន៍ឲ្យដឹងផងដែរថារដ្ឋបាលខេត្តមានគោលបំណងនឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឡើងវិញសម្រាប់ផ្ដល់ឱកាសដល់បងប្អូនប្រជាកសិករដែលជាម្ចាស់ចំការដែលបានដាំដំណាំផ្សេងៗមានបន្លែផ្លែឈើអង្គរបាននាំយកកសិផលទាំងនោះទៅដាក់តាំងបង្ហាញនិងលក់ជូនបងប្អូនប្រជាពលរដ្ឋទូទៅមានក្រូចសាវម៉ាវទុរេនមង្ឃុតមានម្នាស់ដូងជាដើមឡាក់ព្រមទាំងបង្អែមផ្លែឈើនិងមានដាក់តាំងបង្ហាញលក់នៅផលិតផលភូមិមួយផលិតផលមួយផងដែរការរៀបចំព្រឹត្តិការណ៍នេះដែរគឺសម្រាប់ទៅថ្ងៃក្រោយឆ្នាំបន្តទៅតាមរដូវកាលនៅពេលដែលបងប្អូនប្រជាកសិករយើងប្រមូលផលដើម្បីយកមកដាក់តាំងបង្ហាញនិងលក់ជូនបងប្អូនប្រជាពលរដ្ឋយើងព្រមទាំងទេសចរអាចមកទិញបាននៅកសិផលនិងផលិតផលសុទ្ធៗនិងមានគុណភាពល្អរបស់អ្នកខេត្តបាត់ដំបងពិតប្រាកដដែលគ្មានសារធាតុគីមីនោះឡើយហើយសុទ្ធតែជាកសិផលផលិតផលស្តង់ដារនាំចេញទៅក្រៅប្រទេសផងដែរឯកឧត្តមសុកលូបានមានប្រសាសន៍ថាការរៀបចំព្រឹត្តិការណ៍ផ្លែឈើនេះនាពេលខាងមុខក្នុងឆ្នាំ2026នេះនឹងនាំមកនូវក្តីសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋខេត្តបាត់ដំបងជាពិសេសបងប្អូនប្រជាកសិករអ្នកចម្ការនិងនាំយកកសិផលបន្លែផ្លែឈើនិងផលិតផលផ្សេងៗរបស់ខ្លួនចូលរួមតាំងបង្ហាញនិងលក់ជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវជាតិអន្តរជាតិដែលមកលេងស្នាក់នៅកំសាន្តក្នុងខេត្តបាត់ដំបងហើយសង្ឃឹមថាបងប្អូននឹងបន្តគាំទ្រផលិតផលខ្មែរយើងតទៅទៀតទៅថ្ងៃអនាគត